ជនភៀសសឹកចំនួន1000គ្រួសារមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានដោយសារយោធាថៃបានដាក់ទូកុងតឺន័រនិងលួសបន្លាបិទផ្លូវមិនឲ្យចូលមានប្រជាពលរដ្ឋភៀសសឹកប្រមាណជាង1000គ្រួសារស្ថិតនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងបន្តស្នាក់នៅជំរំសុវត្ថិភាពដោយមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានដោយសារទាហានឈ្លានពានថៃដាក់ទូកុងតឺន័រនិងលួសបន្លាបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុងពីការទម្លាក់គ្រាប់បែកនិងការបាញ់ប្លង់កាលពីពេលកន្លងផុតទៅនេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនដីប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP អំឡុងពេលចុះផ្តិតយកទស្សនវិជ្ជាជនភៀសសឹកនេះនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតក្នុងឃុំគូបស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4ខែមករាឆ្នាំ2026ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតចាប់ពីម៉ោង1រសៀលដល់ម៉ោង6ល្ងាចថ្ងៃទី4ខែមករាឆ្នាំ2026មានជនភៀសសឹកចំនួន25,407 នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅស្រុកកំណើតវិញក្នុងចំណោមជនភៀសសឹកសរុបជាង 640,000 នាក់មាន 242,267 នាក់ក្នុងនោះស្ត្រី 127,886 នាក់និងកុមារ 78,907 នាក់បានបន្តស្នាក់នៅជំរំ